តោះកូនទាំងអស់គ្នាដែលយើងចូលដល់លំហាត់ទី2ចូលផាត់ពណ៌លើរូបតាមចំនួនភាគរយខាងក្រោមអញ្ចឹងគេឲ្យភាគរយកូនផាត់រូបផាត់ពណ៌ទៅលើរូបភាពដែលគេឲ្យក្នុងកាឡានីមួយគេបែងចែកចេញជា100 15%មានន័យថាមាន15នៅក្នុងកាឡា100នេះចាអញ្ចឹងកូនរាប់មកជួរវាមានប៉ុន្មានកូនចាមកជួរមាន10ចាយើងផាត់មកបាន10ហើយ5ទៀត1 2 3 4 5ចា15%រូបខក៏គេបែងកាឡាជា100ដែរដែលមាន52អញ្ចឹងកូនគូឆ្នោតហ្នឹង10ម្ដងទៅកូនចាគូពីលើដល់ក្រោម10គូមកទៀត20គូមកទៀត30គូមកទៀត40កូនគូមកទៀតមក52កូនថែម2កាឡាមក1 2ចាយើងបាន52%រយ45%មានន័យថាគូរហូតទៅដល់4ជួរហើយថែម5 1 10គូមួយទៀត20គូមួយទៀត30គូមួយទៀត40 45អញ្ចឹង1 2 3 4 5ចាគឺ45%រយ